hay mình bạn khơi cái chụp bị càng nghe là tam TikTok day one day two chua chơm chụp tam cái srua tê bát mình bạn nghi srua tê khơi cái srua cùng chăng srua tam cái hay bà xin trên nhẹ tặng ngọc kia miền bẩn tục cua xa chi một phép với mình o bà xa tiết rất tai mình cua hay bị cha đàn này nhom nồng pรับbong pon thà tá hayได้បានជាខ្ញុំជប់ពីការងារពេញម៉ោងហើយផ្ដល់ជាមតិខ្លះៗសម្រាប់អ្នកដែលត្រៀមជប់ពីការងារឬក៏ចង់ផ្លាស់ប្ដូរការងារអញ្ចឹងទៅជាពិសេសលើកទឹកចិត្តអ្នកដែលដូចខ្ញុំនិយាយអញ្ចឹងបើគេធូរធារគេជប់ពីការងារគេមិនសូវខ្វល់ទេអត់ការងារ2 3ខែកន្លះឆ្នាំ1ឆ្នាំអីអត់បញ្ហាក៏ប៉ុន្តែបើសិនជាយើងកំពុងតែមានបន្ទុកជាពិសេសនៅបង់មលូអីហ្នឹងអូត្រូវគិតមែនតែនមិនមែនចេះតែផ្លាស់ប្ដូរតាមតែចិត្តនឹកឃើញនោះទេហើយបញ្ជាក់ជូនបងប្អូនវីដេអូនេះនៅលើ Facebook TikTok មើលដល់ចប់ទេទោះតែ Subscribe Channel YouTube ខ្ញុំដែលទៅតែបង្កើតថ្មីអញ្ចឹងចូលទៅជួយ Subscribe ផងនៅលើវីដេអូ YouTube របស់ខ្ញុំនឹងមានវីដេអូពេញវែងតែពោពេញទៅដោយអត្ថន័យនិងខ្លឹមសារអញ្ចឹងចូលទៅដល់វីដេអូរបស់យើងវិញខ្ញុំសម្រាប់ពីការងារដូចជាខ្ទង់បានជា2 3ខែហើយការសម្រាប់របស់ខ្ញុំនឹងមិនមែនចេះតែនឹកឃើញឬក៏តាមគេទេជាការដែលយើងបានគិតគូរច្បាស់លាស់ហើយក៏អត់បានត្រៀមឲ្យច្រើនទេគ្រាន់តែមុនដូចជាមិនដល់ចុងឆ្នាំទេដូចជាខែ10ឆ្នាំ2024នេះហ្នឹងខ្ញុំចេះតែមានអារម្មណ៍ថាខ្ញុំ2025ប្រកាសជាឈប់ធ្វើការពេញម៉ោងហើយអញ្ចឹងបាននៅក្នុងកំឡុងចន្លោះពីខែ9 10 11ហ្នឹងខ្ញុំពិចារណានៅក្នុងការ resell condo ខ្ញុំទៅវិញហើយ condo ហ្នឹងក៏អត់បង់បានច្រើនទេបងប្អូនបង់បានតិចតួចមែនតើដូចជាខ្ញុំនៅបានដូចជា 4-5 ខែទេខ្ញុំក៏សម្រេចចិត្ត resell លក់វិញណាដូចជាខាតតិចតួចដែរមិនខាតច្រើនទេគ្រាន់តែខាតតិចតួចទៅលើសម្ភារៈដែលយើងទិញចូលអញ្ចឹងទៅពីព្រោះដូចបងប្អូនបានដឹងហើយកាលណាបើយើងឈប់ពីការងារការបង់មលួត្រូវការដែលយើងមានលិខិតបញ្ជាក់ប្រាក់ខែអីច្រើនពីក្រុមហ៊ុនអីចឹងទៅហើយបើយើងមកធ្វើជា freelance ចេះរៀងពិបាកតិចនៅក្នុងការ loan ជាមួយធនាគារអញ្ចឹងបានថាអ្នកដែលបង់មលួអីត្រូវតែគិតគូរឲ្យច្បាស់លាស់ពីព្រោះថានៅពេលដែលយើងបង់ដូចយកតាក់បំណុលមកតាក់កអញ្ចឹងនៅពេលដែលយើងសម្រេចចិត្តអីមួយពិបាកមែនតែនតានតឹងឬក៏ធ្វើឲ្យជីវិតរបស់យើងត្រូវផ្លាស់ប្ដូរទាំងស្រុងហើយតាក់ទងជាមួយនឹងការទិញ condo របស់ខ្ញុំការលក់អីហ្នឹងការផ្ដល់មតិតាក់ទងជាមួយនឹងការទិញ condo ហ្នឹងខ្ញុំនឹងធ្វើជាវីដេអូមួយទៀតដែលបងប្អូនអាចមើលបាននៅលើ channel នៅលើបណ្ដាញសង្គមរបស់ខ្ញុំអញ្ចឹងទី1ដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំបានគិតគូរច្បាស់លាស់ដូចខ្ញុំមានគោលបំណងអញ្ចឹងខ្ញុំបាន resell អញ្ចឹងបើខ្ញុំសម្រាប់ពីការងារក៏វាដូចជាអត់មានបញ្ហាដែរអញ្ចឹងវិលត្រឡប់ទៅកាន់បងប្អូនវិញមុននឹងយើងសម្រេចចិត្តលាឈប់ពីការងារយើងអាចនឹងមានត្រៀមការងារថ្មីនាំគេកូនយើងអាចនឹងមើលឱកាសការងារថ្មីបាននៅហើយយើងអាចមានចំណូល2 3ច្រកនៅជាវាយើងឈប់ទៅបើសិនជាយើងឈប់ទៅអត់ចំណូលពិបាករកការងារអានឹងវា depress លើដើមពីព្រោះយើងឈប់ពីកន្លែងការងារដោយសារតែមានសម្ពាធយើងទ្រាំអត់បានហ្មងទៅយើងឈប់អញ្ចឹងយើងត្រូវតែត្រៀមខ្លួនបែបណាថាជំហានបន្ទាប់របស់យើងគឺដោយសុវត្ថិភាពខ្ញុំយល់ច្បាស់បងប្អូនគ្មានអ្នកណាចង់ឈប់ពីកន្លែងការងារតតែកន្លែងហ្នឹងថាយើងពិបាកនៅមែនតើពោពេញទៅដោយភ្លើងដែលយើងនៅអត់កើតណាហើយក៏ប៉ុន្តែបើថាគ្រួសារយើងក៏រៀងមិនសូវពិបាកខ្លាំងយើងអត់មានបំណុលជាប់ខ្លួនខ្ញុំចង់តែលាឈប់តែម្ដងពីព្រោះខ្ញុំនៅអត់កើតទេក៏ឈប់ទៅបងប្អូនពីព្រោះថាជីវិតយើងអត់អាចនៅមួយកន្លែងទេត្រូវតែមានការផ្លាស់ប្ដូរនិងសម្លឹងឱកាសថ្មីហើយដូចខ្ញុំនិយាយអញ្ចឹងជីវិតអត់មានផ្លូវតល់ទេជីវិតខ្ញុំធ្លាប់មានពេលមួយដែលយើងដូចជាជិះទូកដរអញ្ចឹងជិះទូកដរដោយមិនទាន់មានគោលដៅច្បាស់ក៏ប៉ុន្តែខ្ញុំសម្រេចចិត្តថាខ្ញុំឡើងទូកដរមួយនឹងគោលដៅពេលណាអត់ដឹងសំខាន់ឡើងសិនឡើងទៅលើទូកដងសម្លឹងមើលគោដៅមើលត្រើយណាឲ្យប៉ិតប្រកបចាំយើងចុះកន្លែងនឹងចុះពីព្រោះថាយើងដើរដល់ផ្លូវមួយដែលយើងត្រូវតែឡើងខ្ញុំមិនអាចនៅមកកន្លែងបានទេខ្ញុំធ្លាប់ជីវិតបែបហ្នឹងអញ្ចឹងអាចនឹងពិចារណាទៅបងប្អូនថាតើគំនិតទាំងអស់នេះអាចទទួលយកបានអត់ក៏ប៉ុន្តែខ្ញុំនៅតែនិយាយអញ្ចឹងគួរតែពិចារណាឲ្យបានច្បាស់លាស់កុំចេះតែឈប់វាអាចនឹងមិនមែនមានបញ្ហាតែយើងទេវាអាចនឹងគ្រួសារយើងអីពិបាកដែរអញ្ចឹងអានេះជាបទពិសោធន៍របស់ខ្ញុំប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថាបងប្អូនយកទៅហើយពិចារណាលើជីវិតខ្លួនឯងកន្លែងណាល្អក៏បងប្អូនទទួលអរគុណណាហើយកុំភ្លេចមើលវីដេអូផ្សេងទៀតនៅលើ YouTube បាយបាយ